42របៀបធ្វើធ្មេញឲ្យសចុច Ctrl O ហើយបើករូបភាពធ្មេញយក Quick Selection Tool មក select កាត់ឲ្យសព្វធ្មេញពណ៌លឿងចុចលើប៊ូតុង Refine Edge ដែលនៅខាងលើកំណត់ Feeder បន្តិចហើយនឹងជ្រើសរើស Output ជា New Layer រួចចុច OK ចុច Ctrl G ដើម្បីដាក់ Group ឲ្យ Layer ថ្មីនេះការដាក់ Group ឲ្យវានេះគឺធ្វើឲ្យមានភាពងាយស្រួលនៅពេលដែលយើងធ្វើការកែលម្អឬក៏ដាក់ Effect គឺមានន័យថាទោះបីជាយើងលុប Effect ចោលក៏ដោយក៏វាមិនមានផលប៉ះពាល់ដល់ទម្រង់ដើមរបស់ Layer ធ្មេញដែរចុច Ctrl ហើយคลิกលើ Layer ធ្មេញដែលយើងបានកាត់រួចចុចលើប៊ូតុង Add Layer Mask ខាងក្រោមคลิกលើប៊ូតុង Adjustment Layer រើសយក Hue and Saturation ចុច Tick លើ Colorize កំណត់ Hue 10 Saturation 15คลิกលើប៊ូតុង Adjustment Layer ម្ដងទៀតយកពាក្យ Curve ចាប់ទាញពុតខ្សែកោងឲ្យឡើងលើបន្តិច Double click លើផ្ទៃទទេរបស់ Layer Curve ចុច Alt ឲ្យជាប់រួចចាប់ទាញចំណុចក្រិតពណ៌សចូលក្នុងរហូតដល់ឃើញធ្មេញសហើយចុច OK បង្កើត Layer ថ្មីមួយចុចនៅលើ Rectangular Marquee Tool រួចយកវាមកគូសកាត់លើធ្មេញទាំងអស់ហើយចាក់វាពណ៌សដោយចុច Ctrl Delete ចុច Ctrl D ដើម្បីដោះ Select ចេញវិញ Double click លើផ្ទៃទទេរបស់ Layer ថ្មីនេះចុច Alt ឲ្យជាប់ហើយចាប់ទាញចំណុចក្រិតពណ៌ខ្មៅចូលក្នុងម្ដងមួយគឺយើងទាញចូលក្នុងរហូតទទួលបានលទ្ធផលដែលពេញចិត្តហើយចុច OK